ឲ្យទៅសៀមរាបកាលណាគឺមិនដែលរំលងទេមុននឹងទៅដល់ខេត្តសៀមរាបគឺឈប់សម្រាកចូលហូបបាយនៅកន្លែងបាកងសិនបើនិយាយពីថារឿងមុខម្ហូបឆ្ងាញ់គ្រប់មុខតែម្ដងនៅបាកងពិសេសគឺមិនដិតទឹកឃ្មុំនឹងឯងមុខម្ហូបប្រចាំតកូលរបស់ខ្ញុំគឺប្រហុកអាំងលើជ្រុញមកសៀមរាបកុំឲ្យខាតព្រោះប្រហុកអាំងលើជ្រុញគឺល្បីណាស់នៅខេត្តសៀមរាបតែនេះអត់ទៅដល់ក្រុងសៀមរាបទេទៅដល់បាកងឲ្យទៅចូលមកដល់ទឹកដីសៀមរាបគឺមិនខ្វះទេសុទ្ធតែម្ហូបខ្មែរប្រហុកអាំងលើជ្រុញបុកល្ហុងបែបខ្មែរនំបញ្ចុកទឹកប្រហុករួមទៅគឺមានសពគ្រប់បែបយ៉ាងតែម្ដងឥឡូវនេះគឺខ្ញុំចាប់ផ្ដើមចេញដំណើរដើម្បីទៅខេត្តសៀមរាបហើយចម្ងាយផ្លូវពីស្រុកចំខ្សានទៅដល់ទីរួមខេត្តសៀមរាបនេះបើមើលតាម map គឺ189គីឡូមុននឹងទៅដល់សៀមរាបនិយាយថាឈប់នឹងថ្នល់បំបែកគូលែនសិនចូលផឹកកាហ្វេនេះមួយកែវនិយាយរួមទៅគឺមាត់មិនដែលតនេមាត់នេះហូបរហូតឲ្យស្រកគីឡូយ៉ាងណាកើតត្រូវថាទៅសៀមរាបប្រហែលថ្ងៃនេះគឺនិយាយថាមួយថ្ងៃគិតតែពីហូបមុខលងរីកប្រពន្ធថាហើយឃើញហូបបន្លែអញ្ចេះគេថាហូបបន្លែរៀងស្អាតចាកុំយល់ច្រឡំបន្លែនេះយូរហូបម្ដងទេពេលព្រឹកបន្ទាប់ពីថាចូលហូបអីនៅនឹងថ្នល់បំបែកកលែនរួចយើងក៏បន្តដំណើរដើម្បីទៅទីរួមខេត្តសៀមរាបហើយមុននឹងទៅដល់ទីរួមខេត្តសៀមរាបដោយសារតែយើងមកផ្លូវឆ្ងាយក៏ឈប់សម្រាប់ហូបបាយនៅនឹងបាកងសិនព្រោះចម្ងាយផ្លូវពីផ្ទះខ្ញុំមកសៀមរាបគឺឆ្ងាយខ្លាំងមែនទែនជិះរហូតទៅដល់3ទៅ4ម៉ោងអានេះបើយើងបើកលឿនទៅ2ម៉ោង3ម៉ោងដល់លេសៀមរាបតែដោយសារតែតកងនឹងស្រីអញ្ចឹងហើយគាត់បើកអត់ទៅលឿនទេហើយណាមួយមកដល់បាកងនេះគឺថ្ងៃត្រង់ល្មមត្រង់ថាយើងធ្វើដំណើរផ្លូវឆ្ងាយគឺដល់ម៉ោងហេវបាយក៏ឈប់សម្រាប់ហូបបាយនៅបាកងសិនមុខម្ហូបប្រចាំតកូលដែលអាចខ្វះបានគឺបុកល្ហុងនឹងឯងតើណាក៏មិនដែលចោលដែរចំណែកឯបាយវិញគឺអង្គសម្រូបទៀតនិយាយពីថាអូយគ្រាន់តែដួសមកនឹងក៏អូបឈ្ងុយតែម្ដងខ្ញុំមកសៀមរាបនេះគឺមកគ្នា7នាក់មកជាមួយនឹងបងអ្នកធ្វើការនៅអង្គភាពជាមួយគ្នាដើរជាមួយបងចេះមានអារម្មណ៍ថាយើងដើរទៅណាមកណាគឺមានសុវត្ថិភាពទម្លាប់ខ្ញុំដើរឲ្យតែមានមនុស្សដែលគាត់មានវ័យច្រើនជាងគឺខ្ញុំដើរដោយទំនុកចិត្តនិយាយរួមទៅគឺសប្បាយតែម្ដងបើដើរជាមួយក្មេងៗគឺយើងមានអារម្មណ៍ថាភ័យខ្លាចបើសិនជាដើរមានមនុស្សចាស់ដើរជាមួយគឺយើងមានទំនុកចិត្តហើយមានសុវត្ថិភាពមុខម្ហូបដែលកំងថ្ងៃនេះគឺ3មុខបុកល្ហុង1មុខមាន់អាំងទឹកឃ្មុំនេះគឺ1មុខនិយាយរួមទៅគឺចង្អាញ់គ្រប់មុខតែម្ដងមើលទៅមាត់ក៏ដឹងដែរបងប្អូនអើយត្រង់ថាហេវហើយម៉ោងឡើង12បើកលេខទៅមើលមាន់វិញឡើងទៅត្រៀងមាន់អាំងនេះក៏ឡើងមាន់អាំងទឹកឃ្មុំបងប្អូនឡើងឈ្ងុយទឹកឃ្មុំតែម្ដងហើយទឹកគ្រឿងគេមាន3មុខមានទឹកម្រេចនឹង1មុខអំពិលបុក1មុខនិងប្រហុកច្រាំក្រងហ្នឹងគឺ1មុខនិយាយរួមទៅគឺខ្ញុំចូលចិត្តប្រហុកច្រាំក្រងហ្នឹងជាងគេតែម្ដងឡើងចងាញ់កម្រងដែលមកសៀមរាបថ្ងៃនេះគឺកម្រងតដើរលេងបើ plan វិញនិយាយពីថាអូយច្រើនណាស់បងប្អូនដែលឆ្លងកាត់ពីព្រះវិហារមកសៀមរាបខ្ញុំជឿថាស្គាល់ហាងបាយនេះច្បាស់ហើយខ្ញុំជឿថាមិនងាយនឹងរំលងព្រោះតរំតែមកដល់គឺដល់បាយថ្ងៃត្រង់ល្មមបើនិយាយពីថារឿងម្ហូបគឺចងាញ់គ្រប់មុខអ្វីដែលខ្ញុំចូលចិត្តខ្លាំងជាងគេគឺអាប្រហុកអាំងលើជ្រុញហើយនឹងមិនដិតទឹកឃ្មុំនឹងឯងបងប្អូនចងាញ់នេះ 2-3 ថ្ងៃនេះគឺថាហូបជាប់គ្នានិយាយពីគីឡូនេះអូយខ្ជិលនិយាយវត្តដើរហើយហូបឲ្យឆ្អែតសិនចាំទៅផ្ទះវិញចាំសម្រកគីឡូបន្ទាប់ពីថាហូបនេះអស់រយៈពេលប្រហែលជា10នាទីគឺអស់អាលីងគ្រប់មុខតែម្ដងសម្បីតែបុកល្ហុងសម្បីតែមាន់ប្រហុកអាំងលើជ្រុញគឺគ្មានសល់តែម្ដងបន្ទាប់ពីហូបឆ្អែតរួចខ្ញុំក៏បន្តដំណើរទៅមុខទៀតដើម្បីទៅកាន់ទីរួមខេត្តសៀមរាបអញ្ចឹងបងប្អូនចាំតាមដានវីដេអូវគ្គ2ជាមួយខ្ញុំទាំងអស់គ្នា